បងកនេះដើម្បីដាក់ជាផលគុណកតាតើយើងត្រូវធ្វើមិនខ្លះអូខេឥឡូវបងប្អូនមើលនៅក្នុងកន្សោមដែលយើងទទួលបានខាងក្រោមនេះបាទកន្សោមនោះដែលយើងឃើញហ្នឹងគឺជាកន្សោមមួយអត់ទាន់ជាផលគុណកតាទេអញ្ចឹងគេតម្រូវឲ្យយើងដាក់ជាផលគុណកតាអញ្ចឹងដើម្បីដាក់ជាផលគុណកតាបងប្អូនសង្កេតទៅមើលលើនៅក្នុងអ្វីដែលមានដូចគ្នាសិនបើសិនជាអត់មានចាំយើងគិតទៀតអញ្ចឹងបងប្អូនឃើញថានៅក្នុងនេះលោកគ្រូមានកតា2ដែលដូចគ្នានៅក្នុងតួទី1អានេះគេហៅតួទី1ណានេះម្ដុំនេះតួទី1ម្ដុំនេះតួទី2អញ្ចឹងតួទី1និងតួទី2មាន x បូក1ដូចគ្នាបាទមាន x បូក1ដូចគ្នាហេតុនេះយើងអាចដក x បូក1នឹងជាកតា1កន្លៈសិនបាទឬក៏1ដំណាក់កាលសិនអូខេតើឥឡូវយើងធ្វើចាប់ដើមធ្វើទាំងអស់គ្នាអញ្ចឹងលោកគ្រូអាចសេថាគេមានបាទគេមាន 4x ការ៉េកតា x បូក1ណាដក9កតា x បូក1តមកទៀតយើងទៅសេស្មើគាត់អាចទៅសេគេយើងដកអ្វីដែលដូចគ្នាអញ្ចឹងមានន័យថា x បូក1នឹងដូចគ្នាអញ្ចឹងដកវាចេញមកជាកតាអ្វីនៅសល់អីគេគាត់នៅសល់អីគេនៅសល់គឺ 4x ការ៉េបាទដកឲ្យ9អាហ្នឹងសម្រាប់តួទី1សល់ 4x ការ៉េនេះតួទី2សល់9ណាអូខេអញ្ចឹងនៅពេលដែលកូនដកហើយយើងមើលអានេះវាបើកតាយើងក៏គិតជាកតាដែរតែគ្រាន់តែវាអត់ទាន់ពេញលេញទេយើងអាចពលាតបានបន្តទៀតអញ្ចឹងយើងពលាតអ្វីគេបាទគឺពលាតនេះ4x ការ៉េដក9អញ្ចឹងកូនអាចប្រើរូបមន្តនេះគេ a ការ៉េដក b ការ៉េយើងអាចសរសេរថា a ដក b កតា a បូក b អញ្ចឹងយើងនឹងសរសេរឲ្យទៅជាតម្រងហ្នឹងអញ្ចឹងកូនសេមិនមកឥឡូវយើងមើលលោកគ្រូសេឲ្យមើលអញ្ចឹងយើងអាចសេថា 2xo ការ៉េដក3ការ៉េអញ្ចឹងកូនសួរខ្លួនឯងសិនថាតើតម្រងហ្នឹងយើងសរសេរទៅវាដូចដើមមិញនៅតោះនេះកូនបាទអញ្ចឹងយើងមើលទៅឃើញថាវាដូចដើមមិញហើយអញ្ចឹងយើងអាចចូលរូបមន្តណាកាលណាចូលរូបមន្តយើងសេពលាតបានហើយអញ្ចឹងយើងអាចសេថា 2x ដក3គេតាឲ្យគេកូន 2x បូក3បាទនេះគឺជាចម្លើយចុងក្រោយដែលយើងអាចបំបែកវិជាផលគុណកតាបានអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូមានប៉ុណ្ណឹងសម្រាប់លំហាត់ហ្នឹងបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយ Subscribe Channel របស់លោកគ្រូផងបាទសូមអរគុណ